មានភ្លៀងធ្លាក់ថ្ងៃក្តៅជាដើមគណៈអរគុណលោកចាស់បងអញ្ចឹងយើងទៅមើលចេះបន្តិចបងក្នុងខណៈណាដែលយើងឃើញម្នាក់ហ្នឹងហើយយើងម្នាក់ហ្នឹងជាអ្នកធ្វើនៅសេចក្តីវិនិច្ឆ័យដល់យើងគេធ្វើសេចក្តីវិនិច្ឆ័យដល់យើងមិនសប្បាយចិត្តឬក៏យើងខឹងបងខឹងទៀតខឹងទៀតវាត្រូវមានទាំងពីរហ្នឹងឯងអត់សប្បាយចិត្តផងខឹងផងតែសភាពមួយណាប្រកបច្បាស់ជាងខឹងប្រកបច្បាស់ជាងតែគេមកប្រផ្លាញយើងសុកមកប្រផ្លាញសុកមកលួចទ្រព្យឬក៏ថាមកលួចម៉ូតូអីចឹងចាខឹងទៅអញ្ចឹងខឹងនេះដោយសារអីគេបានប្រព្រឹត្តសេចក្តីវិនិច្ឆ័យដល់យើងចុះបើគេកំពុងតែធ្វើហេតុការណ៍នឹងទៅទៀតខឹងណាខឹងដូចគ្នាខឹងគេអត់ទាន់ធ្វើតែយើងដឹងថាអ្នកនឹងមកលួចនឹងមកបៀតបៀនរបស់យើងអីណានេះមួយអាហ្នឹងក៏ខឹងកើតឡើងដែរបងអាហ្នឹងប្រពអ្នកណាគេវិញប្រពខ្លួនឯងតែនៅដល់មកយើងខឹងគេហ៎បងដោយសារយើងនឹងស្រឡាញ់ខ្លួនណាអ្នកណាគេមិនស្រឡាញ់ខ្លួនណាបងដល់ពេលយើងស្រឡាញ់ខ្លួនគេមកធ្វើសេចក្តីវិនិច្ឆ័យដល់ខ្លួនយើងខឹងគេนั่นតែអញ្ចឹងសេចក្តីខឹងហ្នឹងវានៅតែជាប់ដោយលោភៈឯងបងមានណាហេតុហ្នឹងលោភៈហ្នឹងវាមានទំនាក់ទំនងជាមួយទោសៈដែរទី4 5 6វិញម្ដងខឹងគេដោយសារគេប្រព្រឹត្តហើយនៅសេចក្តីវិនិច្ឆ័យដល់ជនជាទីស្រឡាញ់របស់យើងជួនកាលអ្នកខ្លះគេជេរខ្លួនឯងអត់ខឹងដល់ពេលគេជេរម៉ែទៅខឹងហ៎បងខឹងនៅពេលក្មេងអត់ជេរគ្នាមិនសូវខឹងដល់ពេលគេជេរម៉ែជេរឪខឹងអាហ្នឹងដោយសារអីគេធ្វើសេចក្តីវិនិច្ឆ័យដល់ជនជាទីស្រឡាញ់របស់យើងអញ្ចឹងណាបងធ្វើហើយក្តីកំពុងតែធ្វើនឹងក្តីនឹងប្រព្រឹត្តធ្វើនឹងក្តីគឺខឹងទាំងអស់ដោយសារធ្វើចំពោះជនជាទីស្រឡាញ់ដល់ពេលយើងស្រឡាញ់ម្នាក់នឹងអញ្ចឹងទៅនរណាគេមកប៉ះម្នាក់នឹងមិនបានទេទៅខឹងហើយតែយើងត្រូវកលេចមើលមួយចំណុចទៀតថាក្នុងខណៈដែលខឹងហ្នឹងសុខឬក៏ទុក្ខកំពុងតែកើតទុក្ខកើតឡើងកំពុងតែកើតតែគ្រាន់តែទុក្ខយើងអត់សូវបានផ្ដោតទៅលើទេយើងផ្ដោតទៅលើអីផ្ដោតទៅលើខឹងចឹងណាបងចំណុចទី7 8 9ជនឯនោះបានប្រព្រឹត្តហើយនៅប្រយោជន៍គេធ្វើប្រយោជន៍ក៏ខឹងដែរណាបងប្រយោជន៍ដល់អ្នកណាដល់មនុស្សដែលយើងនឹងឲ្យយើងកំពុងស្អប់ម្នាក់នឹងផងលេងទៅទិញខ្សែកទិញម៉ូតូទិញឡានឲ្យហ្នឹងខឹងស្អប់ដោយទាំងអីបងដោយទាំងអ្នកធ្វើហ្នឹងទៅទៀតស្អប់ឆ្លងស្អប់រាដាលបងអាហ្នឹងវាជាសភាពរបស់ការខឹងក្រោធហ្នឹងឯងកំពុងតែធ្វើក៏ខឹងធ្វើហើយហ្នឹងក៏ខឹងដែរខឹងមួយទៀតគឺខឹងអត់ហេតុខឹងអត់ហេតុខឹងនៅពេលណាយើងកំពុងតែហាសពុតហាកអាវហ្នឹងភ្លៀងធ្លាក់អីចឹងទៅកអាវអត់មានអីពាក់ខឹងហើយប្រោះស្មូម៉ៅចិត្តហ្នឹងខឹងចិត្តទៅខឹងនឹងភ្លៀងធ្លាក់ដើរហាថ្ងៃក្តៅចាស់មកអញ្ចឹងទៅក៏ខឹងថ្ងៃហ្នឹងទៅទៀតទៅសភាពខឹងហើយនឹងសភាពទោសៈហ្នឹងវាតែមួយហ៎បងខឹងទោសៈតែមួយលោកចាខឹងទោសៈតែមួយតែក្នុងខណៈដែលខឹងហ្នឹងមានទុកកើតជាមួយចិត្តយើងសប្បាយឬក៏កើតទុកពេលហ្នឹងកើតទុកលោកចាអញ្ចឹងអ្វីដែលយើងដឹងទោសៈនិងទោមនស្សកើតជាមួយគ្នាអត់កើតជាមួយគ្នាទោសៈនិងទោមនស្សកើតជាមួយគ្នាតែវាផ្សេងគ្នាឬក៏ខុសគ្នាខុសគ្នាចឹងណាតែទោះបីជាខុសគ្នាក៏ពិតមែនតែវាតែងតែកើតរួមគ្នាឬក៏កើតផ្សេងគ្នាកើតរួមគ្នាឥឡូវថ្មលើកតួយ៉ាងមួយយើងអំបញ្ញមិញថាអីអបសក់ចុះអបសក់យើងតែថាទោសៈអីថាយ៉ាងហ៎បងអបសក់ខឹងហ៎អបសក់វាអបសក់បានថាទុក
កើតទុកទៅលោកចា នឹងហើយរឿង គុណកើតទុកទេទុក ហ្នឹងហើ ទុ យ កពេញធំ អបសក់ហ្នឹងគឺជាសេចក្តីទុកតាមផ្លូវចិត្ត ទុកផ្លូវចិត្តកណា តែសុខថានៅពេលដែលនិយាយដល់ម្នាក់ហ្នឹងអបសក់យើងរើសដល់ចិត្តដែរទោសៈមូលចិត្តពីរ